Bạn nèត្រូវតែតាមដានស្វាមីរបស់អ្នកឲ្យបានដិតដល់មើលមីងស៊ីវហ្វិនភ្នែករបស់ឪពុកខ្ញុំប្រែជាពណ៌បៃដងរាល់ពេលដែលខ្ញុំឃើញគាត់ប៉ារបស់ខ្ញុំគឺជាត្បូងពិតប្រាកដមួយតើមីងជីវិនអាចធ្វើដូចម្តេចបានម៉ាក់មីងជីវិននាងពិតជាមានអារម្មណ៍ចំពោះឪពុករបស់ខ្ញុំមែនមានពេលមួយនាងបានអបឪពុកខ្ញុំយ៉ាងណែនកាន់យ៉ាងណែនប៉ាខ្ញុំមិនបានបដិសេធទេមានពេលមួយនាងបានអបឪពុកខ្ញុំយ៉ាងណែនប៉ាខ្ញុំមិនបានបដិសេធទេខ្ញុំសុំទោសប៉ាបើខ្ញុំមិនលៀបពណ៌អ្នកទេម៉ាក់ខ្ញុំពិតជាគ្មានស្មារតីប្រុងប្រយ័ត្នទាល់តែសោះពេលខ្លះឆ្លោះជាមួយឪពុកក៏មិនអីដែរខ្ញុំគ្មានទោសតើរឿងនេះបានកើតឡើងនៅពេលណាខ្ញុំមិនដែលប៉ះនាងទេចង្កំតូចអ្នកមិនអាចនិយាយអ្វីដែលគិតដល់នោះទេហាយ៉ាស៊ីដៃសានចូលមកនេះក្មេងកំណាចតូចហាយ៉ាស៊ីដៃសានខ្ញុំនៅទីនេះខ្ញុំនឹងដោះស្រាយជាមួយអ្នកក្នុងពេលបន្តិចទៀតខ្ញុំមិនបានធ្វើទេខ្ញុំពិតជាមិនបានធ្វើទេអ្នកនៅតែនិយាយថាទេសៀវខុងបានឃើញទាំងអស់ប្រពន្ធឲ្យខ្ញុំពិតជាគ្មានទេខ្ញុំខុសហើយខ្ញុំសុំទោសវាមិនគ្រប់គ្រាន់ទេជីវិតនេះគ្រួសារយើងទាំងមូលត្រូវតែនៅជាមួយគ្នាខ្ញុំចាំបានថាជីវិតមុនរបស់ខ្ញុំក្រៅពីបង្ករឿងឆោជីវិនជីវីគាត់ថែមទាំងបានបំពុលក្មេងស្រីម្នាក់ទៀតផងគាត់ត្រូវបានចាប់ខ្លួននិងបាញ់នៅស្ថានីយ៍ប៉ូលីសចាប់ពីពេលនោះមកបន្ទាប់មកស៊ឺស៊ូហ្វិនបានចាប់ចិត្តនឹងឪពុករបស់ខ្ញុំពិតជាមិនអាចឲ្យអ្វីកើតឡើងចំពោះក្មេងស្រីនោះបានទេវាហាក់ដូចជាយប់នេះខ្ញុំត្រូវទៅជួយសង្គ្រោះមនុស្សអ្វីដែលអ្នកធ្វើខ្ញុំស្គាល់អ្នកយូរហើយស្លៀកឈុតដ៏តាក់ទាញបែបនេះតើអ្នកចង់បានបុរសទេជួយខ្ញុំនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អឥឡូវនេះនាងពិតជាស្រស់ស្អាតបន្តិចបិទមាត់ទៅបើអ្នកស្រែកម្ដងទៀតខ្ញុំនឹងសម្លាប់អ្នកធានាបានឲ្យតែអ្នកស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់ខ្ញុំនឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាអ្នកនៅស្ថានសួគ៌ស្បែកតូចនេះពិតជាស្រស់ស្អាតណាស់អនុញ្ញាតឲ្យខ្ញុំថើបអ្នកវាជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានដាក់កម្រងផ្កាសម្រាប់អ្នកទីបំផុតខ្ញុំយល់ហើយខ្ញុំនឹងអនុញ្ញាតឲ្យអ្នកធ្វើវាចាប់ពីពេលនេះទៅចាប់ពីពេលនោះមកខ្ញុំមិនអាចរួមភេទបានទៀតទេសៀវលីអ្នកសុខសប្បាយជាទេបងស្រីសៀវលីអនុញ្ញាតឲ្យខ្ញុំនាំអ្នកទៅផ្ទះអរគុណប្អូនប្រុសតូចបងស្រីឆេលេបើអ្នកគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងទៅឥឡូវនេះរងចាំមួយផ្លែតតើអ្នកចង់ចូលមកអង្គុយលេងមួយសន្ទុះទេអ្នកទើបតែជួយសង្គ្រោះខ្ញុំមិនទាន់បានអរគុណអ្នកឲ្យបានត្រឹមត្រូវនៅឡើយទេប្រពន្ធអំណោយដែលខ្ញុំបានទិញសម្រាប់អ្នកតើអ្នកកំពុងធ្វើអ្វីរីករាយថ្ងៃនេះចូលយើងអបអរសាទររីករាយតើអ្វីដែលធ្វើឲ្យអ្នកមានសុភមង្គលខ្លាំងម្ល៉េះអូអរគុណអ្នកគាត់បានផ្ដល់ឲ្យខ្ញុំនៅកូនប្រុសដ៏អស្ចារ្យម្នាក់តើមានអ្វីកើតឡើងចំពោះឈៀវខុងពិតជាអស្ចារ្យណាស់ភាគហ៊ុនដែលគាត់ប្រាប់ខ្ញុំឲ្យលក់បានឈានដល់ដែនកំណត់ប្រចាំថ្ងៃរបស់វាហើយភាគហ៊ុនដែលខ្ញុំបានទិញបានឈានដល់ដែនកំណត់ប្រចាំថ្ងៃរបស់វាមិនមែនជារឿងធំដុំអ្វីទេមើលថាអ្នកសប្បាយចិត្តប៉ុណ្ណាសូមឲ្យខ្ញុំប្រាប់អ្នកភាគហ៊ុននេះតែងតែរកលុយបានគ្រប់គ្រាន់ដើម្បីទិញផ្ទះបានច្រើនយើងរកបានប្រាក់ច្រើនណាស់បងស្រីឲ្យអ្នកពិតជាស្រស់ស្អាតណាស់ហេតុអ្វីបានជាប្អូនប្រុសតូចរបស់ខ្ញុំមានអណ្ដាតផ្អែមបែបនេះអរគុណដែលបានជួយសង្គ្រោះប្អូនស្រីខ្ញុំនៅថ្ងៃនេះបើមិនដូច្នោះទេប្រសិនបើអ្នកត្រូវការជំនួយណាមួយនាពេលអនាគតអ្នកអាចលើកវាឡើងបានខ្ញុំអាចគាប់ចិត្តអ្នកបាន
បងស្រីអ្នកហាក់ដូចជាមិនមែនមកពីជាងហៅមែនទេខ្ញុំមិនមែនមកពីជាងហៅទេឪពុកម្ដាយរបស់ខ្ញុំបើកអាជីវកម្មមួយនៅជាងហៅខ្ញុំបានដឹងតែនៅពេលដែលខ្ញុំកំពុងអានកាសែតកាលពីជាតិមុនរបស់ខ្ញុំបងស្រីច្បងម្នាក់នេះនាងជាកូនស្រីរបស់អ្នកចំនួនដ៏មានទ្រព្យសម្បត្តិម្នាក់ដ៏ល្បីល្បាញគាត់គ្រាន់តែមានសំណាងមិនល្អហើយបានស្លាប់នៅក្រុងជាងហៅបងស្រីតើខ្ញុំអាចខ្ចីលុយពីអ្នកបានទេមិនអីទេតើអ្នកត្រូវការខ្ចីប្រាក់ប្រភេទណាខ្ញុំចង់បង្កើតមូលនិធិវិនិយោគមួយប្រាក់ដែលមូលនិធិនេះរកបានចុះបើយើងចែកវាជាពីរចំណែកវិញឥឡូវនេះជាឆ្នាំ1997រលកអ៊ីនធឺណិតទើបតែចាប់ផ្ដើមប៉ុណ្ណោះឱកាសមានគ្រប់ទីកន្លែងមូលនិធិវិនិយោគអាយុប៉ុន្មានហើយកូនកានលូដែលជាបងស្រីច្បងបានក្លាយជានាយករដ្ឋមន្ត្រីនៅអាយុ12ឆ្នាំខ្ញុំលែងក្មេងទៀតហើយអ្នកជឿខ្ញុំពិតជាអាចជួយអ្នករកលុយបានឡអ្នកបានជួយសង្គ្រោះជីវិតប្អូនស្រីរបស់ខ្ញុំតើអ្នកបានសុំឲ្យប្អូនស្រីរបស់អ្នកធ្វើអ្វីគ្រាន់តែធ្វើវាអរគុណប្អូនស្រីខ្ញុំមិនដឹងថាហេតុអ្វីទេលីនកុងការនៅក្មេងប៉ុន្តែមានប្រភេទមួយភាពចាស់ទុំលើសពីអាយុរបស់មនុស្សម្នាក់ជូវ័យឯងមានបញ្ហាអ្វីឈឺវីការឈឺចាប់តើនេះជាអ្នកណាពួកគេពិតជាបានបំផ្លាញផែនការរបស់ខ្ញុំមែនទោះគួរឲ្យស្រឡាញ់ខ្ញុំពិតជាមិនអនុញ្ញាតឲ្យអ្នករួចផុតពីរឿងនេះទេយិនហេតុអ្វីបានជាអ្នកតែងតែលាក់ខ្លួននៅពីក្រោយខ្ញុំហេតុអ្វីបានជាថ្ងាសរបស់អ្នកក្តៅម្ល៉េះតើវាអាចជាគ្រុនក្តៅទេបងប្រុសលីនកុងថ្ងៃនេះពេលខ្ញុំទៅសាលារៀនពួកគេទាំងអស់គ្នាសើចចំអកឲ្យខ្ញុំមាននរណាម្នាក់បានរំលោភបំពានអ្នកទេដូច្នេះតើពួកគេបាននិយាយអ្វីពួកគេនិយាយថាខ្ញុំជាប្រពន្ធតូចរបស់អ្នកពួកគេនិយាយត្រូវអ្នកគឺជាប្រពន្ធតូចរបស់លីនកុងរបៀបអ្នកមិនចង់ទេគ្មានអ្វីក្រៅពីនេះទេអនុញ្ញាតឲ្យពួកគេនិយាយប្រសិនបើនរណាម្នាក់ធ្វើបាបអ្នកគ្រាន់តែប្រាប់ខ្ញុំនឹងជួយអ្នកឲ្យវាយពួកគេយិនខ្ញុំនឹងរងចាំអ្នកធំឡើងអូនជាប្រពន្ធតែម្នាក់គត់របស់បងក្នុងជីវិតនេះទាំងនេះគឺជាសុទ្ធតែដែលអ្នកបម្រើរបស់អ្នកបានធ្វើសម្រាប់អ្នកគួរតែញ៉ាំអាហារឲ្យបានលឿនយល់ព្រមអរគុណខ្ញុំមិនបានញ៉ាំម្ហូបនេះយូរមកហើយសុទ្ធតែឆ្ងាញ់ណាស់យិនបងប្រុសរបស់អ្នកឈ្មោះសៀវកុងមិនបានធ្វើបាបអ្នកទេមែនទេវាពិតជាល្អណាស់ដែលមិនមានបងប្រុសសៀវកុងនៅជុំវិញឪពុកម្ដាយយិនគឺជាកូនប្រសារស្រីនាពេលអនាគតរបស់អ្នកត្រូវតែថែរក្សានាងឲ្យបានល្អកុំឲ្យនាងស្គមពេកគាត់បាននាំកូនប្រសារស្រីម្នាក់មកផ្ទះតាំងពីនៅក្មេងម្ល៉េះអ្នកពិតជាមានអ្វីមួយមែនយិនយកស្រុកមែនទេមិនអីទេខ្ញុំនឹងស្ដាប់បងប្រុសសៀវកុងអ្នកមិនដឹងទេតើការរកប្រពន្ធនៅថ្ងៃអនាគតនឹងពិបាកប៉ុណ្ណាមើលឥឡូវនេះខ្ញុំលែងចាំបាច់បារម្ភពីវាទៀតហើយមែនទេចង្កំតូចអ្នកនៅក្មេងនៅឡើយអ្នកមិនអាចធ្វើបែបនោះបានទេកុំបារម្ភអីម៉ាក់និងប៉ាខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងធ្វើខ្ញុំនឹងរងចាំយិនធំឡើងយឺតខ្ញុំធូរចិត្តដែលអ្នកដឹងចម្លើយឡាយយិនញ៉ាំឲ្យបានច្រើនគ្រាន់តែចាត់ទុកដូចជាម្ដាយរបស់អ្នកម៉ាក់ខ្ញុំមិនល្អចំពោះខ្ញុំដូចអ្នកបម្រើទេមើលគួរឲ្យអាណិតណាស់អ្នកដឹងទេក្មេងរពីនោះឈ្មោះឈៀវខំល្បិចកពួកគេថែមទាំងបាននាំប្រពន្ធមកឲ្យយើងទៀតផងបើយើងរងចាំ2-3ឆ្នាំទៀតគួរឲ្យខ្លាចណាស់មិនល្អទេដែលមានកូនប្រសារស្រីអ្នកចង់មានន័យថាសម្លេងនោះមែនទេមានសុជីវធម៌និងសមហេតុផលណាស់ខ្ញុំមិនដឹងថាឈៀវខំធ្ងន់ធ្ងរឬអត់ទេហេតុអ្វីចុះបើពួកគេមិនបាននៅជាមួយគ្នានៅពេលពួកគេធំឡើងតើយើងគួរធ្វើអ្វីនៅពេលនោះហេតុអ្វីបានជាអ្នកគិតច្រើនម្ល៉េះយ៉ាងណាក៏ដោយគ្រួសារយើងឥឡូវមានជីវភាពធូរធារហើយគ្រាន់តែគិតថាវាជាការចិញ្ចឹមកូនម្នាក់ទៀតប៉ុន្មានសៀវកុងបាននិយាយថានាងមិនអាចប្រាប់អ្នកណាបានទេរួមទាំងអ្នកផងដែរលីនដាសានអ្នកតែងតែបែបនេះស្ដាប់កូនប្រុសរបស់អ្នកមិនស្ដាប់ប្រពន្ធរបស់អ្នកទេតើអ្នកនឹងប្រាប់ខ្ញុំឬអត់ខ្ញុំនឹងនិយាយប្រពន្ធឲ្យចាំខ្ញុំប្រាប់អ្នកនេះមិនមែនជាកំហុសរបស់អ្នកទេសៀវកុងបាននិយាយថាក្នុងករណីដែលវាត្រូវបានលេចធ្លីទៅកាន់នរណាម្នាក់គាត់គ្រាន់តែមិនអើពើនឹងខ្ញុំគាត់នឹងលែងណែនាំភាគហ៊ុនដល់ខ្ញុំទៀតហើយនឹងប្រាក់ដែលទទួលបានពីភាគហ៊ុនខ្ញុំគួរតែផ្ដល់ឲ្យគាត់ពាក់កណ្ដាលលីនដាសានខ្ញុំខឹងខ្លាំងណាស់ប្រពន្ធកុំខឹងអីលុយគ្រួសារយើងឥឡូវអាចរស់នៅក្នុងទីក្រុងបានទិញផ្ទះល្អជាច្រើនដោយប្រើប្រាស់ប្រាក់សុទ្ធផ្ទះជាច្រើនខ្នងច្រើនណាស់កូនប្រុសរបស់អ្នកបាននិយាយថារក្សាទ្រព្យសម្បត្តិរបស់អ្នកឲ្យសម្ងាត់ហើយជៀសវាងការអួតអាងវាយិនគេងលក់ស្រួល
បងសៀវកុងអូនមិនដេកជាមួយបងទេតើអ្នកមិនបាននិយាយថាខ្ញុំជាប្រពន្ធរបស់អ្នកទេម៉ាក់និងប៉ាខ្ញុំដេកជាមួយគ្នាយិនមុនពេលរៀបការយើងមិនអាចដេកជាមួយគ្នាបានទេតើពេលណាយើងរៀបការក្នុងរយៈពេល10ឆ្នាំទៀតឬច្រើនជាងនេះស៊ីវហ្វិនជាយាងខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះខ្ញុំជួវ័យមនុស្សងងនោះពួកគេហៀបនឹងវាខ្ញុំរហូតដល់ស្លាប់មានអ្វីកើតឡើងបងប្រុសដាសានឈឺវាគាត់មិនមែនជាមនុស្សទេគាត់ស្រវឹងពួកគេបានវាខ្ញុំបែបនេះប្រពន្ធនេះជាអ្វីដែលគាត់បានធ្វើតើគាត់អាចប្រព្រឹត្តចំពោះអ្នកបែបនេះដោយរបៀបណាជាងដែលសិនជាយប់នេះតើខ្ញុំអាចគេងនៅផ្ទះរបស់អ្នកបានទេបើខ្ញុំត្រឡប់ទៅវិញជួវ័យមនុស្សងងនោះគាត់ប្រកាសជានឹងវាខ្ញុំរហូតដល់ស្លាប់ពេលផ្ទះយើងមិនមានបន្ទប់ច្រើននៅក្នុងផ្ទះរបស់យើងទេហេតុអ្វីមិនដេកជាមួយខ្ញុំយប់នេះសូមឲ្យភ្នំធំនិងគុំឈើតូចច្របាច់ចូលគ្នាគុំសម្អាតខ្ញុំខ្លាចណាស់ប្រសិនបើសត្វចម្លែកនោះជួវ័យមកដល់គាត់ប្រកាសជានឹងវាខ្ញុំរហូតដល់ស្លាប់ខ្ញុំចង់នៅជាមួយអ្នកខ្ញុំបានគេងក្នុងបន្ទប់តែមួយជាមួយបងប្រុស Dashan ប្រសិនបើអ្វីផ្សេងទៀតបរាជ័យតិចលើអត់ក៏ល្អដែរការគេងលើអត់មិនចាំបាច់ជារឿងអាក្រក់នោះទេតើវាងាយស្រួលប៉ុណ្ណាស្ត្រីវ័យក្មេងម្នាក់មានអារម្មណ៍ក្តៅពេញខ្លួននៅពាក់កណ្ដាលអាធ្រាត្រអ្វីដែលត្រូវធ្វើប្រសិនបើគាត់ឡើងលើគ្រែរបស់អ្នកសៀវកុងអញហ៊ាននិយាយជាមួយខ្ញុំបែបនេះដោយរបៀបណាតើមីងឆោរបស់អ្នកជាមនុស្សបែបនោះទេនោះមិនចាំបាច់ជាការពិតទេមីងឲ្យមីងមិនទាន់រៀបការទេពួកគេមានកូនរួចហើយគ្មានអ្វីដែលពួកគេមិនអាចធ្វើបាននោះទេអ្នក